ស្អាតខ្លាំងណាស់បងប្អូនអើយស្អាតខ្លាំងណាស់រដូវកាលសមុទ្របានមកដល់ទៀតហើយបានត្រៀមគម្រោងដាក់ច្បាប់មកលេងសមុទ្រហើយនៅបងប្អូនបាននៅអាចចូលរួមជាមួយ admin បាននៅចុងខែ11ហើយនិងដើមខែ12រយៈពេល2យប់3ថ្ងៃទាំងអស់មកដើរលេងឈៀជុំគ្នានៅកោះកុងក្រៅឲ្យបានម្ដងមើលរដូវកាលខែនេះគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាជាពិសេសគឺឆ្នេរដ៏ស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធហើយខែនេះអ្នកទាំងអស់គ្នាត្រីផ្សោតឡើងមកអូយប៉ុន្តែมันប្រកាសតែទៅជួបទេខ្ញុំទៅនេះมันក្រោម10 20ដងទេតម្រាំបានជួបអញ្ចឹងបើអ្នកទាំងអស់គ្នាមានកម្រងចង់ទៅមើលផ្សោតនៅខាងកោះកុងក្រៅអាចទៅផ្សងសំណាងជាមួយខ្ញុំបានជួបរៀបសុំជុំរៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំនូទីដែលវីដេអូនេះយើងនឹងមកនិយាយអំពីដំណើរកំសាន្តទៅកោះកុងក្រៅដែលខ្ញុំរៀបចំហើយអ្នកទាំងអស់គ្នាក៏អាចចូលរួមជាមួយខ្ញុំបានដែរមានរយៈពេល2យប់3ថ្ងៃសម្រាប់ជើងទី1ដែលយើងចាញ់គឺនៅថ្ងៃ22 23 24នៅចុងខែ11ខាងមុខនេះសម្រាប់ការផ្ដល់ជូនក្នុងរយៈពេល2យប់3ថ្ងៃហ្នឹងមានដូចជាឡានធ្វើដំណើរទៅមកអាហារ7ពេលកាហ្វេកញ្ចប់ទឹកផ្លែឈើទឹកសុទ្ធនិងតង់ស្នាក់នៅជាពិសេសមានថ្នាំសង្កូវនិងអ្នកជំនាញថតរូបទៅជាមួយហើយនឹងទូកធ្វើដំណើរទៅមកសទូចស្ទូចត្រីវ៉ែនតាទឹកអូយមានច្រើនណាស់អ្នកទាំងអស់គ្នាគឺមានមកកំ pl សឹងតែវិចតាក្រៅមកគឺអាចមកជួយមួយខ្ញុំបានហើយយើងក៏មានជើងទី2នៅខែ12ដូចគ្នាគឺថ្ងៃ12 13 14សុក្រសៅរ៍អាទិត្យហ្មងគឺអ្នកទាំងអស់គ្នាស្រួលក្នុងការមកហេតុអីបើខ្ញុំដាក់ចេញទៅ2យប់3ថ្ងៃដោយសារតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដើរឲ្យសពបានទៅមើលផ្កាថ្មទៅលេងទឹកជ្រោះបានទៅស្ទូចត្រីអីគឺសប្បាយជុំគ្នាហ្មងជាពិសេសទឹកជ្រោះនៅកោះកុងក្រៅខែនេះគឺស្អាតខ្លាំងណាស់ថ្លាក៏ថ្លាត្រជាក់ក៏ត្រជាក់ដែរខ្ញុំជឿថាអ្នកតាមដាន page នូទីភាគច្រើនគឺអត់ដែលដឹងទេថាខ្ញុំក៏មានទទួលសេវាកម្មនាំភ្ញៀវដើរដែរដូចជានាំធួរឬក៏នាំភ្ញៀវដើរបែបសេវាកម្ម private ដូចជាចង់ទៅលេងជីផាតស្រែអំបិលកោះកុងក្រៅក្នុងផ្សារឬក៏តំបន់អេកូផ្សេងៗគឺខ្ញុំមានទទួលរៀបចំទាំងអស់មានទាំងតង់មានទាំងអីវ៉ាន់ផ្សេងៗដូចវ៉ាន់តាទឹកអីហ្នឹងខ្ញុំមានមកកាផ្លេរបស់ខ្ញុំហ្មងហើយរាល់ដំណើរកំសាន្តរបស់ខ្ញុំរៀបចំឲ្យមកកាផ្លេបានឬក៏អ្នកទាំងអស់គ្នាគ្រាន់តែជួខ្ញុំគិតជាថ្ងៃក៏បានខ្ញុំមានជា team work ការងារខ្ញុំមានកាមេរ៉ាមែនខ្ញុំមាន assistantខ្ញុំមានចុងភៅអីគឺមានមកកាផ្លេហ្មងអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំជួយរៀបចំជាកញ្ចប់ខ្ញុំរៀបបានឬក៏ចង់ជួយខ្ញុំគិតតែថ្ងៃទៅឲ្យខ្ញុំជួយរៀបចំ plan ឬក៏ទៅដើរជាមួយជួយថតរូបឲ្យជួយថតវីដេអូឲ្យបែបជាអនុស្សាវរីយ៍អីគឺខ្ញុំមានទទួលទាំងអស់អ្នកទាំងអស់គ្នាសម្រាប់តម្លៃវិញទៅតាមស្ថានភាពជាក់ស្ដែងដូចជាទៅណាមួយថ្ងៃអញ្ចឹងខ្ញុំនឹងរៀបចំតាមជាក់ស្ដែងអ្នកទាំងអស់គ្នាអាចឆាតចូលមើលក្នុង page ដើម្បីសួរហើយសម្រាប់ដំណើរកំសាន្តកោះកុងក្រៅ2យប់3ថ្ងៃនេះគឺខ្ញុំលក់ក្នុងតម្លៃម្នាក់$109បើសិនជាអត់មានតង់ហើយបើមានតង់ខ្លួនឯងខ្ញុំគិតតែម្នាក់$99ទេខ្ញុំរៀបចំមកកាផ្លេឲ្យហ្មងរៀបចំតែខោអាវនិងអវ៉ាន់ប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួនឯងអាចចូលរួមជាមួយខ្ញុំដើរលេងសប្បាយទាំងអស់គ្នាបានបំភ្លេចភាពសោកសៅទុក្ខ stress អីហ្នឹងគឺមកអត់មានខំម្ដងទេខ្ញុំធានាថាសប្បាយទៅវិញគឺភ្លេចអស់ហើយទុកកង្វល់អីហ្នឹងហើយបើចង់ដឹងមកសាកមកកុំឲ្យចេះខ្ញុំអួតចឹងណាហើយខ្ញុំក៏សូមបញ្ជាក់ដែរក្នុងដំណើរកំសាន្តមួយហ្នឹងគឺអត់មានទៅរកត្រីធំអីទេប៉ុន្តែខ្ញុំនឹងរកត្រីអីហូបតាមជាក់ស្ដែងតាមលទ្ធភាពព្រោះពេលខ្លះតែរំពឹងខ្លាំងពេកក៏អត់បានត្រីដែរពេលខ្លះអត់ចង់រំពឹងទេក៏បានច្រើនដូចអ្នកទាំងអស់គ្នាកំពុងតែឃើញអញ្ចឹងតែព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចតាក់ទងទៅលេខ096 991 9889ហើយខ្ញុំបញ្ជាក់ខែ11នេះខ្ញុំមាន10នាក់ជាងហើយខ្ញុំទទួលត្រឹមតែ20នាក់ទេហើយសម្រាប់ខែ12គឺខ្ញុំទើបតែមាន4 5នាក់ទេអ្នកទាំងអស់គ្នាអាចកក់ខែ12ក៏បានខែ11ក៏បានដែរត្រឹមតែ20នាក់ខ្ញុំឈប់ទទួលហើយគឺខ្ញុំអត់ចង់ឲ្យទៅច្រើននេះគឺទៅល្មមមកសុបាយជុំគ្នាជជែកគ្នាលេងនិងហូបចុកអីជុំគ្នាវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយចុងក្រោយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់អរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ